អ្នកទាំងអស់គ្នាមានធ្លាប់ឆ្ងល់អត់មិនបានជាប្រទេសរុស្ស៊ីមានទឹកដីធំម្ល៉េះប្រទេសរុស្ស៊ីគឺជាប្រទេសដែលធំជាងគេនៅលើពិភពលោកមានទំហំប្រមាណជា17លានគីឡូម៉ែត្រការ៉េក៏ដោយស្រួលយល់ប្រទេសរុស្ស៊ីធំជាងប្រទេសកម្ពុជាយើងជិត100ដងលាតសន្ធឹងពីទ្វីបអឺរ៉ុបទៅដល់អាស៊ីប៉ាស៊ីហ្វិកខាងកើតក្បែររដ្ឋអាឡាស្កាសហរដ្ឋអាមេរិកហើយប្រទេសរុស្ស៊ីមាន11ល្វែងម៉ោងខុសៗគ្នាទៅតាមតំបន់នីមួយៗដូចនេះយើងមកយល់អំពីកត្តា3យ៉ាងធំៗដែលធ្វើឲ្យប្រទេសរុស្ស៊ីមានផ្ទៃដីយ៉ាងធំដូចជាសពថ្ងៃទី1គឺផ្ទៃដីដ៏ធំនេះគឺជាយុទ្ធសាស្ត្រសម្រាប់ការពារប្រទេសប្រសិនបើយើងមើលទៅភូមិសាស្ត្រដើមកំណើតរបស់រុស្ស៊ីនៅជុំវិញទីក្រុងមូស្គូវាគឺជាវាលទំនាបរាបស្មើដែលគ្មានរបាំងធម្មជាតិដូចជាភ្នំខ្ពស់ៗឬក៏មហាសមុទ្រសម្រាប់ការពារខ្លួនឡើយហេតុនេះហើយទើបក្នុងប្រវត្តិសាស្ត្ររុស្ស៊ីតែងតែរងការឈ្លានពានជាញឹកញាប់ពីសំណាក់សត្រូវខាងក្រៅដូចជាកងទ័ពម៉ុងហ្គោលស៊ុយអែតបារាំងនិងអាល្លឺម៉ង់ជាដើមមេដឹកនាំរុស្ស៊ីបានយល់ថារបាំងការពារដ៏ល្អបំផុតសម្រាប់ពួកគេគឺមិនមែនកំពែងថ្មនោះទេតែវាគឺជាចម្ងាយផ្លូវដ៏សែនឆ្ងាយដែលអនុញ្ញាតឲ្យរុស្ស៊ីអាចត្រៀមខ្លួនបានទុកជាមុនដូចនេះរុស្ស៊ីបានវាទីទឹកដីកាន់តែធំទៅនៅពេលដែលសត្រូវចង់វាយលុកមកដល់ទីក្រុងមូស្គូពួកគេត្រូវបង្ខំចិត្តធ្វើដំណើររាប់ខែកាត់ទឹកដីដ៏ធំល្វឹងល្វើយនិងអាកាសធាតុដ៏ត្រជាក់រហូតដល់អស់កម្លាំងនិងដាច់ស្បៀងអាហារទៅដោយខ្លួនឯងដូចជាអធិរាជណាប៉ូឡេអុងនិងទ័ពអាល្លឺម៉ង់ដែលធ្លាប់ជួបប្រទះនិងបរាជ័យអញ្ចឹងក្នុងការឈ្លានពានប្រទេសរុស្ស៊ីទី2គឺជាកត្តាសេដ្ឋកិច្ចនៅចន្លោះសតវត្សទី16និងសតវត្សទី17ពិភពលោកបានជួបប្រទះនឹងយុគសម័យថ្មទឹកកកដ៏តូចមួយដែលធ្វើឲ្យអាកាសធាតុត្រជាក់ខ្លាំងខុសពីធម្មតានាពេលនោះសម្លៀកបំពាក់ផលិតពីរោមសត្វព្រៃដ៏កក់ក្ដៅនិងប្រណិតពីតំបន់ស៊ីបារីបានក្លាយជាទំនិញដែលមានតម្លៃថ្លៃកប់ពពកការប្រើប្រាស់រោមសត្វនេះបង្ហាញពីឋានៈដ៏ខ្ពង់ខ្ពស់សម្រាប់ពួកអភិជននៅអឺរ៉ុបវិស័យជំនួញរោមសត្វនេះអាចរកចំណូលបានរហូតដល់ជាង 30% នៃសេដ្ឋកិច្ចជាតិទាំងមូលរបស់រុស្ស៊ីនៅពេលនោះដូចនេះដើម្បីលុយនិងសេដ្ឋកិច្ចរុស្ស៊ីបានបង្កើតយុទ្ធនាការសម្រុកទៅទិសខាងកើតដើម្បីតាមប្រមាញ់យកស្បែកសត្វដើម្បីលក់ចំណុចចុងក្រោយគឺជាចំណុចសំខាន់បំផុតដែលធ្វើឲ្យរុស្ស៊ីអាចពង្រីកផ្ទៃដីបានរហូតដល់ 7000 គីឡូម៉ែត្រចេញពីទីក្រុងមូស្គូទៅកាន់ព្រំដែនមហាសមុទ្រប៉ាស៊ីហ្វិកដោយសារតែពេលនោះនៅភាគខាងកើតរុស្ស៊ីគឺជាទឹកដីស៊ីបារីដ៏ធំល្វឹងល្វើយមិនមានអាណាចក្រឬក៏កងទ័ពមហាអំណាចណាមួយគ្រប់គ្រងឬក៏ចាំការពារឡើយទឹកដីដ៏ធំនេះមានតែក្រុមកុលសម្ព័ន្ធជនជាតិដើមភាគតិចរស់នៅដាច់ដោយឡែកពីគ្នាហើយគ្មានអាវុធទំនើបសម្រាប់ការពារខ្លួនក្នុងប្រវត្តិសាស្ត្រប្រសិនបើរុស្ស៊ីចង់ពង្រីកទឹកដីទៅកាន់ទិសខាងលិចចូលទៅតំបន់អឺរ៉ុបពួកគេត្រូវប្រឈមមុខជាមួយនឹងអាណាចក្រខ្លាំងៗដូចជាស៊ុយអែតប៉ូឡូញដើម្បីដណ្ដើមដីបានតែបន្តិចបន្តួចតែប៉ុណ្ណោះចំណែកឯទិសខាងជើងគឺជួបនឹងមហាសមុទ្រអាកតិចដែលជាទឹកកកនៅទិសខាងត្បូងវិញគឺនឹងត្រូវជួបមហាកំពែងនៃអាណាចក្រធំដូចជាចក្រភពអូតូម៉ង់ពួកម៉ុងហ្គោលនិងរាជវង្សឈិងដ៏រឹងមាំរបស់ប្រទេសចិនប៉ុន្តែការងាកមកពង្រីកទឹកដីទៅទិសខាងកើតចូលទៅតំបន់ស៊ីបារីវិញវាគឺជាសំណាងភូមិសាស្ត្រនយោបាយដ៏ធំមួយដែលគ្មានអ្នកណាអាចបញ្ឈប់កងទ័ពរុស្ស៊ីបានរឿងដែលហួសចិត្តធំបំផុតនោះគឺទោះបីជារុស្ស៊ីដើរវាទីរហូតដល់បុកនឹងមហាសមុទ្រប៉ាស៊ីហ្វិកក៏ដោយក៏រុស្ស៊ីនៅមិនទាន់ចែកចាន់ដែរពួកគេថែមទាំងជិះទូកឆ្លងសមុទ្រទៅដណ្ដើមយករដ្ឋអាឡាស្កាដែលសពថ្ងៃជារបស់អាមេរិកមកធ្វើជាដីរបស់ខ្លួនឯងទៀតផងមុននឹងលក់ឲ្យអាមេរិកវិញក្នុងតម្លៃថោកៗកាលពីឆ្នាំ1867ចុះសម្រាប់អ្នកទាំងអស់គ្នាវិញក្រោយពីដឹងរឿងរ៉ាវទាំងនេះហើយអ្នកទាំងអស់គ្នាគិតថាទឹកដីដ៏ធំធេងនេះវាគឺជាលាភសំណាងឬក៏ជាបន្ទុកដ៏ធ្ងន់សម្រាប់រុស្ស៊ីក្នុងការការពារទឹកដីដ៏ធំបែបនេះ